បាទសូមជំរាបសួរបងប្អូនដល់ថ្ងៃនេះគឺខ្ញុំធ្វើវីដេអូមួយសម្រាប់ជីវៈទី1សម្រាប់បងប្អូនដែលចង់ចាប់ផ្ដើមអាជីវកម្មដំបូងបំផុតមានថាគាត់ធ្វើសេវាកម្មផ្នែកអចលនទ្រព្យអញ្ចឹងបងប្អូនខ្លះគឺបងប្អូនខ្លះគឺបើតដឹងថាតើ process ទៅណាមកណីដូចខ្ញុំដំបូងគ្នាចឹងដែរបាទដំបូងដៃដូចគ្នានឹងចេញមកមិនដឹងទៅណាទៅណីទេអូខេចឹងទាក់ទងទៅនឹងការងារដំបូងសម្រាប់អចលនទ្រព្យសម្រាប់អ្នកដែលគាត់ចាប់ផ្ដើមដំបូងបំផុតមិនមែនទៅរកភ្ញៀវទេហើយមិនមែនទៅផ្សព្វផ្សាយមិនមែនទៅ network ឬក៏មិនមែនទៅធ្វើទាំងអស់ការងារដំបូងបំផុតដែលយើងត្រូវធ្វើគឺទៅធ្វើ listing ហ្នឹងតាក់ទងទៅនឹងការប្រមូលព័ត៌មានអញ្ចឹងសំណួរសួរថានៅពេលដែលយើងប្រមូលព័ត៌មានយើងផ្ដោតលើអីខ្លះអូខេអញ្ចឹងក្នុងនាមយើងជា real estate ម្នាក់ពីមុនយើងចេះគ្រប់ខណ្ឌទាំងអស់មានន័យថាគ្រប់ខណ្ឌទាំងអស់យើងប្រមូលតែឥឡូវនេះគឺខ្ញុំសូមផ្ដល់ផ្លូវកាត់មួយថាបងប្អូនមើលទៅខណ្ឌទៅតើខណ្ឌណាបងប្អូនចង់ចាប់ផ្ដើមបងប្អូនចង់ត្រួតត្រាយើងទៅប្រមូលព័ត៌មាននៅក្នុងខណ្ឌហ្នឹងឧទាហរណ៍ថាខណ្ឌបឹងកេងកងឬក៏ចំការមនវាចិត្តគ្នាអញ្ចឹងណាមើលទៅពីខណ្ឌហ្នឹងសិនទៅបានដែរនៅពេលដែលយើងរៀបចំយើងប្រមូលខណ្ឌហ្នឹងគឺយើងត្រូវធម្មតានៅពេលដែលយើងចូលទៅมันមានព័ត៌មានគេដាក់លក់នឹងជួលអញ្ចឹងយកព័ត៌មានគេមកអូខេអញ្ចឹងយើងយកព័ត៌មានគេមកហើយយើងទៅសិក្សាពីតំបន់ហ្នឹងតើតំបន់ហ្នឹងគេច្រើនអាជីវកម្មរបស់គេធ្វើអីគេបើសាលារៀនបើមន្ទីរពេទ្យឬក៏អាជីវកម្មចម្រុះអូខេហើយទី3គឺបងប្អូនត្រូវតែប្រមូលព័ត៌មានគឺខលទៅម្ចាស់ហ្នឹងសួរពីតម្លៃដីធម្មតាយើងត្រូវដឹងពីតម្លៃជួលនិងតម្លៃលក់ហើយតម្លៃលក់យើងគិតជា square meter មានថាជាតម្លៃជាការ៉េណាបងប្អូនសួរគេទៅគឺយើងសួរតំណាគេយើងជា agent យើងទៅសួរគេទៅគេប្រាប់ហើយយើងត្រូវដឹងថាអូខេតម្លៃដីតម្លៃទាបបំផុតប៉ុណ្ណេះតម្លៃខ្ពស់បំផុតប៉ុណ្ណេះហើយតម្លៃជួលជាទូទៅប៉ុណ្ណេះហើយនេះបានជាយើងធ្វើអញ្ចឹងគឺបើសិនជាយើងទៅត្រួតត្រាឬក៏យើង control នៅក្នុងខណ្ឌពីរហ្នឹងហើយគឺយើងត្រូវតែដឹងព្រោះហេតុអីបើយើងមិនដឹងទេយើងផ្សព្វផ្សាយយើងធ្វើអត់កើតទេតាក់ទងជាមួយនឹងទី4គឺបងប្អូនត្រូវ CMA ធ្វើ CMA ណា CMA ហ្នឹងគឺតាក់ទងជាមួយនឹង competitive market analysis អាហ្នឹងសំខាន់ណាស់បងប្អូនមានន័យថាម៉េចមានន័យថាយើងដឹងច្បាស់ថាអូខេយើងដៅនៅក្នុង Google Map របស់យើងទៅថាតំបន់នេះផ្ទះនេះ listing មួយនេះតម្លៃប៉ុណ្ណេះបើលក់ប៉ុណ្ណេះជួលប៉ុណ្ណេះអញ្ចឹងយើងដាក់ឲ្យពេញនៅក្នុង Google Map របស់យើងទៅហេតុអីបាននឹងសំខាន់នៅពេលដែលយើងធ្វើអាហ្នឹងគឺខាងជាទូទៅអ្នកដែលគេចង់រកសេវាកម្មរបស់យើងគេនឹងសួរយើងថាអូខេអូនតំបន់នេះតម្លៃប៉ុន្មានណាជួលតម្លៃប៉ុន្មានណាតែនៅពេលដែលយើងមានអាហ្នឹងនៅក្នុងដៃហើយគឺយើងល្អហើយគឺយើងល្អមែនតើគឺមានន័យថាម៉េចគឺយើងអាចថ្ងៃក្រោយទៅប្រាប់ទៅដល់ម្ចាស់ឬក៏សំទោសតាក់ទងទៅនឹងអ្នកជួលឬក៏អ្នកចង់ទិញគឺយើងច្បាស់នៅលើទីតាំងហ្នឹងអូខេអញ្ចឹងខ្ញុំនឹងធ្វើវីដេអូវគ្គទី2តាក់ទងជាមួយនឹងចំណុចទី2ហ្នឹងតើយើងត្រូវទៅធ្វើបន្តទៀតអញ្ចឹងសូមអរគុណច្រើនសម្រាប់បងប្អូនដែលទស្សនាវីដេអូទី1ជាពិសេសសម្រាប់អ្នកចាប់ផ្ដើមការងារជាភ្នាក់ងារសេវាកម្មអចលនទ្រព្យដំបូងបំផុតសូមអរគុណ